ថ្ងៃមុនខ្ញុំស្លសម្លស្ងោរជ្រក់ផ្លែពងរជាមួយនឹងសាច់មាន់ហើយក៏មានបងស្រីម៉ាក់ស្រីណែតហ្នឹងក៏បានចូលទៅ comment នៅក្នុង TikTok ខ្ញុំថាឲ្យខ្ញុំនឹងសាកយកផ្លែពងរស្លដាក់ជាមួយនឹងតកួនអីចឹងហើយញីកម្ទេសមួយអញ្ចឹងក៏ថាឆ្ងាញ់ប្លែកអញ្ចឹងហើយខ្ញុំក៏ចង់ដឹងរសជាតិនឹងដែរក៏សាកធ្វើតាមគាត់ណាបងប្អូនតែខ្ញុំធ្វើសឡម្ជូរគ្រឿងក្បាលត្រីកែបងប្អូនហើយយើងដាក់គ្រឿងម្ដេងគល់ក្រៃល្មៀតស្លឹកក្រូចស្លឹកកត្រួបអីអញ្ចឹងទៅហើយតួអង្គសំខាន់របស់យើងនឹងគឺផ្លែពងរដែលយើងធ្វើជាម្ជូរបងប្អូនគឺដាក់ទៅកាន់តែមានជាតិមែនតែនបងប្អូននិយាយទៅសឡស្ងោរជ្រក់ហើយនឹងសឡម្ជូរគ្រឿងដាក់ផ្លែពងរហ្នឹងគឺរសជាតិមួយយ៉ាងម្នាក់បងប្អូនគឺឆ្ងាញ់ដូចគ្នាហើយចំពោះតកួនវិញយើងដាក់កុំឲ្យរលួយពេកបងប្អូនគ្រាន់តែមកស្ទាប់ពីស្ទាប់បាននៃដើម្បីញ៉ាំទៅវាមានរសជាតិច្របអញ្ចឹងណាអញ្ចឹងទៅឃើញថាសម្លម្ជូរផ្លែពងរម្ជូរគ្រឿងផ្លែពងរហ្នឹងគឺឆ្ងាញ់មែនតើបងប្អូនចង់ដឹងអាចសាកបានណាយើងស្លជាមួយត្រីក៏បានសាច់គោក៏បានអីក៏បានដែរបងប្អូនតាមចំណង់ចំណូលចិត្តប៉ុន្តែរសជាតិវាគឺឆ្ងាញ់មិនចាញ់ស្ងោរជ្រក់ផ្លែពងរប៉ុន្មានទេមើលតែរូបរាងគេក៏ដឹងដែរបងប្អូននិយាយទៅមកបងប្អូនទៅឆ្អិនទេហើយមកញ៉ាំបាយជាមួយខ្ញុំណា